បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូសម្រាប់បិទ account អញ្ចឹងនៅក្នុងនេះកន្លែងនេះយើងដាក់ Burism ហើយ select ID នេះយើងជ្រើសរើសបើយើងជាស្រីប្រុសឬក៏នេះហើយយើងដាក់តាមនោះទៅតមកកន្លែងនេះយើងដាក់ឈ្មោះបាទដាក់ឈ្មោះមកឈ្មោះអានេះនាមតកោអានេះឈ្មោះក្រោយយើងដាក់ឈ្មោះមកបាទខ្ញុំដាក់បាទហើយដល់ចំណុចកន្លែងនេះបាទកន្លែងនេះយើងដាក់ឈ្មោះពេញមកដែលយើងដាក់ Mr. អីឬក៏ Missy អញ្ចឹងទៅណាហើយដាក់ឈ្មោះពេញមក Han John បាទហើយនៅកន្លែងកន្លែងថ្ងៃខែឆ្នាំកំណើតនេះបងប្អូនយើងដឹងថាខ្ញុំកើតនៅថ្ងៃឧទាហរណ៍ថាគាត់កើតនៅថ្ងៃទី7ខែ10អញ្ចឹងទៅណាបាទហើយអានេះយើងយកពុទ្ធសករាជដកចំនួនអាយុដែលគាត់នៅពេលបច្ចុប្បន្នហ្នឹងណាអញ្ចឹងគឺគាត់ឥឡូវពុទ្ធសករាជ2569ហើយអាយុរបស់គាត់គឺ28ឆ្នាំអញ្ចឹងយើងយកដកវាគ្នាមកយើងឃើញ2541បាទហើយនៅចំណុចនេះយើងយក Cambodia មកហើយនៅចំណុចនេះបាទគាត់រៀបការហើយនៅឬគាត់មិនតាន់គាត់នៅលីវនៅអីយើងដាក់តាមនឹងមកអញ្ចឹងរៀបការហើយនៅចំណុចនេះជាចំណុចមួយសំខាន់ដែរអាហ្នឹងគឺយើងដាក់ ID បានន័យថាលេខតញ្ញប័ណ្ណរបស់យើងអញ្ចឹងតែបានប៉ុន្តែយើងត្រូវវាយ0 3ដងសិន1 2 3តមកយើងវាយលេខតញ្ញប័ណ្ណទាំងអស់ដូចថា1805អីចេះតែវាយទៅណាចេះតែវាយទៅលេខប៉ុន្មានក៏លេខទៅបាទខ្ញុំចេះតែវាយទេនេះខ្ញុំចេះតែវាយទេបាទតមកយើងអស់មកខាងនេះកន្លែង select នេះយើងយកកន្លែងនេះបាទយើងយក Cambodia បាទកន្លែងនេះបាទយើងយកជាងសាសនាអីខ្ញុំសាសនាពុទ្ធអញ្ចឹងដាក់មកបាទតមកយើងអស់ទៅខាងក្រោមទៀតបាទអស់ខាងក្រោមមកអាពីរនេះយើងមិនធ្វើវាទេអាពីរកន្លោមនេះនោះអស់ខាងក្រោមមកយើងយកនេះបាយម៉ៃសែបាយម៉ៃសែហ្នឹងណាបាយម៉ៃសែហ្នឹងមកបាទអូខេពេលនោះវាលោកម្សិលហើយយើងអស់មកវិញបាយម៉ៃសែហ្នឹងកន្លែងនេះយើងយកពាក្យថាសេហាផាវរិតបាទសេហាផាវរិតហើយតមកយើងអស់ទៅខាងក្រោមទៀតបាទអីទៀតយើងមិនធ្វើទេអស់ខាងក្រោមទៀតកន្លែងនេះបាទកន្លែងហ្នឹងយើងជ្រើសភេទដែរគាត់ជាភេទអីបាទហើយឈ្មោះវាយឈ្មោះឡើងវិញមកបាទវាយឈ្មោះឡើងវិញមកបាទកន្លែងនេះមួយដែរវាយឈ្មោះឡើងវិញមកអាមិញនាមតកោអានេះតកោក្រោយបាទឈ្មោះតមកកន្លែងបាទចានេះកន្លែងនេះយើងយកយើងគាត់ជាប្រពន្ធគេប្តីគេឬក៏អ្នកដតីអញ្ចឹងណាបាទអញ្ចឹងយើងដាក់ទៅជាអ្នកដតីឬអីក៏ជាប្រពន្ធយើងជាប្តីរបស់យើងជាកូនយើងឬក៏ជាអីដាក់តាមនោះទៅអញ្ចឹងមក
យើងមិនដាក់ក៏បានដែរកន្លែងហ្នឹងយើងមិនដាក់ក៏បានដែរបាទហើយបន្ទាប់មកកន្លែងនេះបាទមកដល់កន្លែងនេះបាទកន្លែងនេះបាទម្ដងទៀតណានេះកន្លែងនេះណានេះបន្ទាប់ពីអាហ្នឹងមកគឺកន្លែងនេះយើងដាក់លេខទូរស័ព្ទលេខទូរស័ព្ទឧទាហរណ៍អីលេខទូរស័ព្ទអីផ្សេងចឹងណាខ្ញុំចេះទៅវាយទៅថា096អី78អី27អីចឹងទៅចេះទៅដាក់ទៅណាចេះដាក់ទៅអានេះគ្រាន់ឧទាហរណ៍ទេយើងដាក់លេខទូរស័ព្ទយើងទៅទូរស័ព្ទយើងអ្នកដែលយើងត្រូវបិទចឹងណាបាទមកដល់កន្លែងនេះជាចំណុចសំខាន់នេះគឺជា sponsor អានេះគេដាក់ sponsor អញ្ចឹង sponsor ឧទាហរណ៍ថាខ្ញុំដាក់ចឹងណាតែដាក់ទៅសំខាន់អ្នក sponsor ជានរណាដែលយើងចង់ដាក់គាត់ចឹងណាអូខេចឹងយើងដាក់មកហើយយើងកុំភ្លេចកន្លែងនេះ check enter check មួយទៅអូខេតទៅដល់មកយើងអស់មកក្រោមដល់ដែរហើយយើងមើលពាក្យកន្លែងតែមុននឹងយើង add new number ចុច add new number នេះយើងមើលទៅលើសិនយើងទៅមើលលើតែឈ្មោះអីវាត្រូវអ្វីដែលយើងចង់បាននៅបាទផ្ទៀងផ្ទាត់វាឲ្យត្រឹមត្រូវទៅណាបើផ្ទៀងផ្ទាត់ត្រឹមត្រូវហើយអូខេយើងអាចចុចទៅលើកន្លែង add new number នឹងបានអញ្ចឹងយើងពិនិត្យមើលទៅបាទអូខេឈ្មោះត្រូវតញ្ញប័ណ្ណត្រូវនៅហើយឈ្មោះនឹងត្រឹមត្រូវនៅលេខទូរស័ព្ទនឹងវាត្រឹមត្រូវនៅបាទអូខេបើត្រឹមត្រូវហើយយើងចុចលើវាមកបាទចុចលើវាប៉ាប់បាទចុចហើយនោះយើងមកមើលនេះវាចេញមកឲ្យយើងហើយនេះណាឈ្មោះនេះបង្កើតនៅថ្ងៃទីប៉ុណ្ណេះបាទហើយអ្នក sponsor ឈ្មោះអីលេខកូដអ្នក sponsor ឈ្មោះអីបាទហើយ upline ពីលើហ្នឹងឈ្មោះអីបាទយើងអាចមើលតាមហ្នឹងបានអញ្ចឹងតែប៉ុណ្្នឹងឯងបងចប់ហើយអរគុណច្រើន